ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមចែករំលែកបទពិសោធន៍ញ័រសាច់មួយនេះញ័រសាច់មែនតើទៅធនាគារទាំងថ្ងៃក្តៅនិយាយចំគ្រាន់តែយប់មិញឆែកមើលកុងធនាគារខ្លួនឯងឃើញគេដាក់ប្រខាំងទឹកលុយ 50000 ផ្លែតគឺនឹកឃើញខំឃ្លៀប 50000 លុយខ្មែរណាមិន $50000 ទេអានេះខ្ញុំនិយាយករណីឆបោកតាមអនឡាញទិញអីវ៉ាន់អនឡាញយើងហើយបាញ់លុយឲ្យយើងហើយទៅធនាគារបំខាំងលុយយើងហើយទៅដកអីវ៉ាន់យើងហើយទៀតខ្ញុំនិយាយដើមទៅឲ្យខ្ញុំដាក់រូបនៅលើហ្នឹងហ្មងឲ្យថ្ងៃក្រោយកុំឲ្យដើរបោកគេខ្ញុំចង់និយាយថាបោកចំអ្នកខ្លាំងដែរចំខ្ញុំអត់សុខចិត្តចាញ់ឯងខ្ញុំទៅតាមដល់គ្រប់ធនាគារទាំងពីរទាំងខាងដែលគេប្រខាំងទាំងខាងធនាគារដែលខ្ញុំបានត្រូវគេប្រខាំងខ្ញុំទៅទាំងពីរឲ្យដោះស្រាយប៉ុន្តែខ្ញុំទៅសារធនាគារមិនដោះស្រាយនៅក្នុង solution លឿនបំផុតដោយសារយើងមានផុសតាងត្រឹមត្រូវអញ្ចឹងណាហើយចាំមើលខ្ញុំនិយាយដើមតបងប្រុសមួយហ្នឹងគាត់ទិញអីវ៉ាន់អនឡាញពីខាងខ្ញុំទិញអីវ៉ាន់បាញ់លុយនៅថ្ងៃទី12បាញ់ពីធនាគារវិញមកធនាគារ AC Lida របស់ខ្ញុំក្នុងចំនួនទឹកប្រាក់ 50000 អញ្ចឹងណាប៉ុន្តែភៀវមួយនេះគាត់ទៅដកអីវ៉ាន់របស់ខ្ញុំគាត់ទិញថ្ងៃ12ណាវិក័យប័ត្រខ្ញុំសែនឲ្យថ្ងៃ13ពេលព្រឹកម៉ោង 7:50 នាទីថ្ងៃទី14ភៀវនេះបានទៅដកអីវ៉ាន់របស់ខ្ញុំនៅសាខាវរៈប៊ុនឋាននៅក្រាំងស្បូវខាងខេត្តកពតយកវិក័យប័ត្ររបស់ខ្ញុំទៅដកហើយក្រុមហ៊ុនក៏បានទេហៅមកដកដែរទៅដកអីវ៉ាន់ខ្ញុំហើយនៅថ្ងៃ14ស្រាប់តែនឹកឃើញផ្លោកស្អីចង់បោកខ្ញុំទៅខាងសាខាវិញនៅកពតហ្នឹងណាទៅបកកលុយដែលបាញ់ឲ្យខ្ញុំកាលពីថ្ងៃ12ណាហើយដឹងតែបកកថ្ងៃណាទៅបកកថ្ងៃ21 ខែ 5ឲ្យធនាគារបកកលុយខ្ញុំហើយខ្ញុំអត់មានដឹងរឿងអីទាំងអស់ខ្ញុំគិតថាសែនវិក័យប័ត្រឲ្យភ្ញៀវចូលមើលអត់តបប្រហែលជាភ្ញៀវយល់ហើយថាអាហ្នឹងត្រូវតែដកអីវ៉ាន់ដកអីចឹងណាស្រាប់តែយប់មិញខ្ញុំបើកចូលក្នុងកុំធនាគារ AC Lida របស់ខ្ញុំមានលុយខ្មែរច្រើនអញ្ចឹងខ្ញុំក៏បាញ់លុយខ្មែរចេញមកទុកឲ្យគ្រួសារខ្ញុំទិញជាដុល្លារមកឲ្យខ្ញុំវិញអញ្ចឹងណាស្រាប់តែខ្ញុំឃើញនៅលើ account របស់ខ្ញុំគេដាក់ត្រូវបានបង្ខាំង 50000 ខ្ញុំឆ្ងល់ផ្លែតថាមិនក៏ account ខ្ញុំបង្ខាំង 50000 ខ្ញុំក៏តាក់ទងទៅ AC Lida សវីភ្លាមសួរថាមិនក៏គណនីរបស់ខ្ញុំត្រូវបានបង្កក់ 50000 បង្កក់ពីពេលណាហើយហេតុអីដល់ពេលឲ្យខាង AC support ហ្នឹងក៏គេប្រាប់ថាគេបង្កក់បងតាំងពីថ្ងៃ21 ខែ 5អញ្ចឹងខ្ញុំក៏មកឆែកសភៅបញ្ជីរបស់ខ្ញុំនេះខ្ញុំឆែកមើលទាំងអស់ភ្ញៀវណាដែលទិញនៅក្នុងទឹកលុយ 50000 ហើយបាញ់ចេញពីវិញមកឲ្យខ្ញុំមានតែ3ភ្ញៀវឯងមានភ្ញៀវថ្ងៃទី12ថ្ងៃទី23និងថ្ងៃទី30អញ្ចឹងណាប៉ុន្តែខ្ញុំគិតថាបើថ្ងៃ23មកបកកថ្ងៃ21អត់ត្រូវទេថ្ងៃ30មកបកកថ្ងៃ21អត់ត្រូវទេខ្ញុំគិតត្រឡប់ថយក្រោយវិញខ្ញុំសារដានទៅក្រោយវិញអញ្ចឹងអាចទិញមុនថ្ងៃ21ហ្នឹងចាទៅមើលមានថ្ងៃ12ហ្នឹងម្នាក់ដល់ពេលខ្ញុំឆែកមើលថ្ងៃ12ខ្ញុំឆែកមើលឃើញប្រតិបត្តិការឈ្មោះមួយហ្នឹងខ្ញុំឆាតទៅភ្ញៀវមួយហ្នឹងអត់ចូលតបខ្ញុំទេអត់ចូលតបអត់ឆ្លើយទាំងអស់ខ្ញុំទៅធនាគារចេញប្រតិបត្តិការខ្ញុំឲ្យវរៈប៊ុនឋានជួយ support ទៀតតាំងពី tracking number លេខវិក័យប័ត្រអីមានសពគ្រប់ទាំងអស់ណាមានទាំងវីដេអូកាមេរ៉ាគាត់ទៅដកអវ៉ាន់ដកអីហ្នឹងគឺមានទាំងអស់ខ្ញុំក៏ទៅឲ្យធនាគារជួយ support ឥឡូវធនាគារដោះស្រាយខ្ញុំចេញហើយអានេះបទពិសោធន៍មួយណាហើយដល់ពេលខ្ញុំឆាតទៅខ្ញុំថតរូបធនាគារ AC Lida មើលថាខ្ញុំមកដោះស្រាយរឿងហ្នឹងដឹងគាត់ឆ្លើយថាមិនទេថាបងខ្ញុំអត់ដឹងខ្ញុំអត់មានចេតនាអត់មានចេតនាហ្មងទិញអវ៉ាន់បាញ់លុយថ្ងៃ12ទៅដកអវ៉ាន់ថ្ងៃ14ហើយស្រាប់តែប្រខាំងលុយខ្ញុំប្រខាំងថ្ងៃ21បើសិនជាករណីខ្ញុំបោកអ្នកឯងដឹងថាខ្ញុំបោកអ្នកឯងត្រូវទៅដកអវ៉ាន់ខ្ញុំទេអ្នកឯងត្រូវទៅប្រខាំងលុយខ្ញុំថ្ងៃ13ថ្ងៃ14ថ្ងៃ15អីអវ៉ាន់ខ្ញុំត្រូវទៅនៅមួយក្រុមហ៊ុនដដែលតែហេតុអីអ្នកឯងដកអវ៉ាន់ខ្ញុំហើយណាដកអវ៉ាន់ខ្ញុំថ្ងៃ14ហើយថ្ងៃ21អ្នកឯងទៅធនាគាររាយការណ៍ថាខ្ញុំបោកគណនីរបស់ខ្ញុំមួយនេះបោកអ្នកឯងទៀមទីឲ្យធនាគារវិញប្រខាំងលុយរបស់ខ្ញុំឥឡូវខ្ញុំទៅដោះស្រាយហើយខ្ញុំទៅទាំងវិញទៀតខ្ញុំនិយាយមែនណាខ្ញុំរឿងភ្ញៀវបាញ់លុយឯងខ្ញុំសង្កេតហ្មងប្រតិបត្តិការបាញ់លុយមកទោះបីខ្ញុំមកបានតបភ័យខ្លួនឯងលុយទាំងប្រមាណគឺខ្ញុំត្រូវធ្វើបញ្ជីខ្លួនឯងមើលថាអ្នកណាបាញ់តាមណាមានទឹកលុយប៉ុន្មានអញ្ចឹងនេះជាមូលហេតុដែលខ្ញុំអាចរកឃើញភ្ញៀវដែលបោកខ្ញុំលឿនហើយខ្ញុំនិយាយមែនហើយមកនិយាយថាខ្ញុំអត់ដឹងមិនតែញ៉ាំវ៉ាន់ថ្ងៃ12តែដកអវ៉ាន់ថ្ងៃ14ហើយស្រាប់តែមកប្រខាំងលុយខ្ញុំថ្ងៃ21បងប្អូនគិតមើលបើសិនជាគាត់គិតថាខ្ញុំរកស៊ីបោកគាត់ប្រកាសទៅប្រខាំងលុយខ្ញុំនៅថ្ងៃទី13ថ្ងៃ14ថ្ងៃឬថ្ងៃ15ហេតុអីមកប្រខាំងថ្ងៃ21ហើយទាំងថ្ងៃ14នោះទៅដកអវ៉ាន់របស់គេហើយហ្នឹងហើយមនុស្សឡើងស្អាតបាត់ហើយលុកប្រហ្វាល់ទៀត
អត់អីលុកហ្វាក៏ផុសបានដែរអានេះខ្ញុំទុកជាមេរៀនមួយឲ្យផ្ដាំតកូនចចៅថ្ងៃក្រោយកុំរកស៊ីបោកប្រាស់គេមុននឹងចង់ធ្វើស៊ីបោកប្រាស់គេយើងត្រូវមើលខ្លួនឯងសិនហើយកុំឆ្លើយយករួចខ្លួនថាខ្ញុំអត់ដឹងមិនទៅដកអវ៉ាន់គេតាំងពីថ្ងៃ14ហើយនឹកឃើញមិនមកប្រខាំងលុយគេថ្ងៃ21បើសិនជាអត់ទៅដកអវ៉ាន់ប្រខាំងលុយអាហ្នឹងអត់អីទេខ្ញុំអាចតែសួរក្រុមហ៊ុនថាអីវ៉ាន់ហ្នឹងមាននៅសាខាណាអត់ទេតែក្រុមហ៊ុនវរៈបុនឋានបានប្រាប់ខ្ញុំឯងភ្ញៀវនេះបានទៅដកនៅម៉ោងប្រហែលគេមានលេខរបស់គេមានកាមេរ៉ារបស់គេត្រឹមត្រូវហើយមនុស្សអីក៏ថោកទៀតម្លេះខ្ញុំនិយាយខ្ញុំខឹងឡើងញ័រសាច់ឲ្យខ្ញុំចំណាយពេលវេលាទៅធនាគារខ្ញុំនិយាយមែននេះលើកទី1ដែលប៉ះចំភ្ញៀវបោកណាភ្ញៀវបោកនេះបោកអាលក្ខណៈថាបាញ់លុយយើងឲ្យប្រខាំងលុយយើងទុកឲ្យទៅដកអវ៉ាន់យើងយកមកប្រើទៀតយីអស់ចាម៉ែឆ្លាតអីតើឯងត្រូវចាំថាអ្នកលក់អនឡាញមិនអង្គុយតែល្ងងទេហើយមិនប្រកាសថាខ្ញុំមិនលក់អនឡាញពីមុនខ្ញុំអ្នកលក់អនឡាញសុទ្ធអត់បានរៀនអត់បានសូត្រណាហើយមកនិយាយសំដីឡើងលយដាក់យើងទៀតមកនិយាយថាអត់ដឹងខ្ចល់អីខ្ញុំថាខ្ញុំអត់មានបានប្រាប់ធនាគារសុកធនាគារប្លុកឯងឈួតធនាគារណាដើរប្លុក account ភ្ញៀវណោះតែអង្គុយផ្ញើមេឆ្លងធនាគារពីវិញទៅធនាគារ AC ដាក់អត់ទេដោយសារតែអ្នកឯងយកផុសតាថាអូ account របស់ខ្ញុំផេកខ្ញុំចេះថាខ្ញុំចេះចោះ1 2ទៅប្លុក account ខ្ញុំទាំងដែលអ្នកឯងទៅដកអវ៉ាន់ខ្ញុំហើយឥឡូវខ្ញុំអត់សុខចិត្តទេខ្ញុំផុសអ្នកឯងជាសាធារណៈកុំឲ្យអ្នកឯងធ្លាប់ទង្វើនេះអ្នកឯងមានប្រមាណដងហើយមិនដឹងបានជាចេញក្បួនឆ្លាតណាតែអវ៉ាន់ថ្ងៃ12ដកអវ៉ាន់ថ្ងៃ14ថ្ងៃ21មកប្លុកលុយទៀមទា refund លុយត្រឡប់ទៅវិញណាធ្វើ request ស្នើសុំ refund លុយត្រឡប់មកវិញញាក់សាច់សាហាវហើយខ្ញុំកុំរបស់ខ្ញុំតាមដានណាគ្រាន់តែថាមួយរយៈនេះលុយច្រើនខ្ញុំចិត្តហើយអត់មើលស្រ័យយប់វិញខ្ញុំចេញបាញ់លុយស្រាប់តែឃើញមានលុយប្រខាំងនៅឃើញលុយប្រខាំងដេកលក់មួយយប់ថ្ងៃឡើងអត់អស់ចិត្តទេឆាតសួរពួកម៉ាក់គ្រប់ធនាគារពួកម៉ាក់ថាតទៅដល់ផ្ទាល់ឆៃតាម AC support ក៏អត់លឿនដែរខ្ញុំទៅដល់ធនាគារ AC ដែរតែ support លឿនមែនដោះស្រាយលឿនមែនខ្ញុំនិយាយមែនហើយអីក៏ទង្វើអាក្រក់នេះហើយលុកវ៉ាហ្វាទៀតលុកវ៉ាហ្វាក៏យករូបមកផុសបានដែរថ្ងៃក្រោយកុំឲ្យធ្លាប់ច្រឹកថោកទៀត